ជំរាបសួរហ្វេនវិលមកជួប admin សាជាថ្មីជាមួយសាច់រឿងរបស់យើងល្អមើលញាក់តែម្ដងណាដល់សាច់រឿងយើងអ្នកនាងម្នាក់នេះមានឈ្មោះថាអ្នកនាងស៊ីនីនេះគាត់បានកេងសុបិនរឿងអាក្រក់ដែលគេបានជំរិតគាត់កាលពី7ឆ្នាំមុនអស់រយៈពេល3យប់3ថ្ងៃគេបំពេញលើរូបរាងកាយរបស់គាត់នឹងធ្វើឲ្យផ្លូវចិត្តរបស់គាត់នេះពិបាកនឹងបំភ្លេចវាបានខ្លាំងណាស់នាងក៏បានក្រោកឡើងក៏និយាយថាហេតុអ្វីក៏ខ្ញុំសុបិនបែបនេះម្ដងទៀតនាងក៏បានស្រមៃកាលពី7ឆ្នាំមុនអូនស្រីរបស់នាងបានរៀបចំកម្មវិធីជប់លៀងឯកជនមួយពួកគេបាននាំមិត្តភ័ក្តិទាំងអស់គ្នាមកជប់លៀងក្នុងផ្ទះរបស់នាងស្រមៃបណ្ដានិយាយបណ្ដាថាកាលពី7ឆ្នាំមុនខ្ញុំត្រូវបានគេចាប់ពន្រត់ដោយឧក្រិដ្ឋជនហើយនឹងបង្ហោះវីដេអូបានលាតត្រដាងលើអ៊ីនធឺណិតតំណែងរបស់ខ្ញុំក្នុងនាមជាអ្នកឆ្លងត្រូវបានប្អូនស្រីរបស់ខ្ញុំស៊ីរ៉ូដណ្ដើមយកទៅហើយខ្ញុំក៏ត្រូវបានគ្រួសាររបស់គាត់បោះបង់ចោលយ៉ាងព្រៃផ្សៃផងដែរនៅពេលដែលគាត់បានឈរមើលគេនៅពេលនោះប្អូនស្រីរបស់គាត់នេះមានឈ្មោះថាស៊ីរ៉ូនេះក៏បានមករកតួស្រីរបស់យើងហើយនាងគឺជាអ្នកដែលចាប់ពន្រត់តួស្រីរបស់យើងឲ្យគេធ្វើបាបរូបរាងកាយផងដែរប៉ុន្តែតួស្រីយើងគាត់មិនបានដឹងនោះទេនៅពេលនោះផងដែរតួស្រីយើងត្រូវបានក្រុមមិត្តភ័ក្តិរបស់កញ្ញាស៊ីរ៉ូនឹងកញ្ញាស៊ីរ៉ូកំពុងតែនាំគ្នាត្រួតធ្វើបាបតួស្រីយើងតែម្ដងតួស្រីក៏បានសួរតពូនថាឯងកំពុងតែធ្វើអ្វីនៅពេលនោះពួកគេក៏បានធ្វើបាបតួស្រីរបស់យើងហើយក៏មានបុរសម្នាក់នេះមកជួយលើកតួស្រីរបស់យើងបុរសម្នាក់នេះមានឈ្មោះថាលោកលូជីហើយគាត់ក៏បានហុចបាច់ផ្កាមួយបាច់ឲ្យតួស្រីរបស់យើងតួស្រីយើងគាត់ក៏បានទទួលបាច់ផ្កានឹងតែម្ដងបន្ទាប់មកលោកលូជីគាត់ក៏បានលុតជង្គង់នៅនឹងមុខតួស្រីរបស់យើងគាត់ក៏បានយកប្រអប់ចិញ្ចៀនមកលុតជង្គង់ហើយក៏បាននិយាយថាខ្ញុំមិនខ្វល់ពីអ្វីដែលអ្នកឆ្លងកាត់នោះទេតើអ្នកអាចរៀបការជាមួយខ្ញុំបានទេតួស្រីយើងឮហើយរំភើបក៏ងក់ក្បាលក៏យល់ព្រមជាមួយនឹងលោកលូជីថានឹងរៀបការជាមួយគាត់បន្ទាប់ពីនាងសម័យចាប់នាងក៏បាននិយាយថាលូជីបានបង្ហាញខ្លួនបែបនេះគាត់ដូចជាកាំរស្មីនៃពន្លឺក្នុងភាពងងឹតរបស់ខ្ញុំគាត់ជួយសង្គ្រោះខ្ញុំគិតថាយើងនឹងមានសុភមង្គលប៉ុន្តែរហូតដល់ថ្ងៃនេះមកអ្នកបានទុកខ្ញុំចោលអស់រយៈពេល7ឆ្នាំយើងងាកមកមើលខាងលោកលូជីណែវិញគាត់កំពុងតែអង្គុយមើលឯកសារការងាររបស់គាត់ពេជ្រនោះនាងស៊ីរ៉ូក៏បានដើរមករកដល់លោកលូជីគឺជាប្តីតួស្រីរបស់យើងហើយប្អូនស្រីរបស់តួស្រីយើងនេះគាត់ក៏បង្រាត់ប្តីបងស្រីនេះមករស់នៅជាមួយគ្នាហើយនាងកំពុងតែបញ្ចេញអាកប្បកិរិយានិងភាពសិចស៊ីរបស់នាងដើម្បីទាក់ទាញលោកលូជីតែម្ដងហើយលោកលូជីនេះដកចិត្តមិនរួចនោះទេនាងក៏បានហៅលោកលូជីថាអាជីនាងនិយាយបណ្ដាហើយផ្នែកបណ្ដានាងក៏និយាយបន្តទៀតថាតើអ្នកបានឃើញរបាយការណ៍ពិនិត្យសុខភាពរបស់បងស្រីនេះទេលើកមុនការចាប់ចម្រិតហាក់បីដូចជាខូពេកហើយនាងមិនអាចមានកូនបានទេវាហាក់បីដូចជាដល់ពេលដែលត្រូវជំនួសអវជីវៈសិប្បនិមិត្តរបស់នាងហើយអាជីខ្ញុំសូមសួរអ្នកថាកាលពី7ឆ្នាំមុនតើអ្នកមានសោកស្ដាយទេនៅពេលដែលខ្ញុំបានបំបែកអ្នកចេញពីបងស្រីនេះបន្ទាប់ពីនាងនិយាយរួចនាងក៏បានងាកមកប្រហែលជាដឹងថាតួស្រីរបស់យើងកំពុងតែលួចស្ដាប់នៅខាងមុខបន្ទប់បន្ទាប់ពីតួស្រីយើងបានស្ដាប់ប្អូនស្រីរបស់គាត់និយាយរៀបរាប់ប្រាប់ប្តីរបស់គាត់ហើយនោះនាងពិតជាឈឺចាប់ខ្លាំងណាស់គឺតឹងទ្រូងថប់អារម្មណ៍តែម្ដងបន្ទាប់មកនាងក៏បានគិតក្នុងចិត្តថាតើរឿងនេះពិតទេវាមិនអាចទេនៅពេលនោះនាងក៏បានរើកបោធ្វើឲ្យលឺសំឡេងដល់លោកលូជីនៅពេលនោះលោកលូជីគាត់ក៏បានរត់មកមើលថានរណាគេកំពុងតែលួចស្ដាប់គាត់នៅពេលនោះតួស្រីយើងក៏រត់ទៅបានសូមតាមដានភាគបន្តហ្វេន